ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរតន៍គឺពុទ្ធរតនៈធម្មរតនៈនិងសង្ឃរតនៈដោយសេចក្តីគោរពកោតក្រែងស្មើដោយជីវិតហើយជាកិច្ចបន្ទាប់នេះក៏ខ្ញុំកណាអាត្មានឹងរតនាយកនៅព្រះសទ្ធំមួយកន្លែងដែលមានសម្ដែងនៅក្នុងគាថាព្រះធម្មបទដែលនៅក្នុងយមកៈវៈដែលពេលនោះគឺព្រះបរមសាស្តានៃយើងព្រះអង្គប្រោះប្រទានទេសនាប្ររពចំពោះប្រធេរៈមួយព្រះអង្គដែលមានព្រះនាមថាចក្របាលថែញាតិញោមពុទ្ធបរិស័ទមួយចំនួនកណាម្ចាស់គ្រប់ព្រះអង្គក៏ធ្លាប់បានសិក្សារៀនសូត្រស្ដាប់នៅរឿងនេះហើយនៅដោយឡែកតែញាតិញោមដែលពុំទាន់បានស្ដាប់និងសិក្សារៀនសូត្រដូច្នេះញោមតាំងចិត្តដោយសេចក្តីជ្រះថ្លាដើម្បីនឹងបានទទួលស្ដាប់និងអនុមោទនាយកនៅបុណ្យកុសលរៀងអង្គរៀងខ្លួនដោយការនោះគឺព្រះបរមសាស្តាព្រះអង្គបានទ្រង់ប្រោសនៅព្រះធម្មពិសេសទេសនាដែលបានសម្ដែងចំពោះព្រះចក្របាលថែនោះពីព្រោះកាលពីប្រធេរៈអង្គនេះលោកនៅជាក្រហោះនៅជាក្រហោះហ្នឹងបានន័យថាមិនទាន់បួសនឹងជាអ្នកគ្រប់គ្រងផ្ទះសម្ដែងពេលហ្នឹងគឺលោកបានទៅស្ដាប់នៅពធទេសនារបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងហើយក៏កើតនៅសេចក្តីជ្រះថ្លានៅក្នុងពធទេសនានោះឯងពេលដែលកើតនៅសេចក្តីជ្រះថ្លាហើយហ្នឹងក៏មានចិត្តហ្នឹងចង់ប្រាថ្នាសាងភ្នោះជាសាមណៈនៅក្នុងពុទ្ធសាសនាលុះក្រោយមកដល់មកដល់ផ្ទះវិញទៅក៏គិតថានឹងប្រគល់នៅទ្រព្យសម្បត្តិទាំងអស់របស់ខ្លួនឲ្យទៅដល់ប្អូនប្រុសហើយខ្លួននឹងចេញមកសាងភ្នោះទើបក៏បានចាត់ចែងនៅទ្រព្យសម្បត្តិទាំងអស់ហ្នឹងឲ្យទៅប្អូនប្រុសអស់ហើយហ្នឹងក៏បានលាប្អូនហ្នឹងចេញមកបួសនៅក្នុងសំណាក់នៃព្រះបរមសាស្តាការដែលសាងប្រភ្នោះហ្នឹងគឺបួសបានរយៈពេល5ព្រះវស្សាហើយហ្នឹងលោកក៏បានចូលទៅក្រាបបង្គំសូមរៀននៅព្រះកម្មដ្ឋានអំពីសំណាក់នៃព្រះបរមគ្រូនៃយើងហើយបន្ទាប់មកហ្នឹងក៏លោកបានក្រាបថ្វាយបង្គំលាព្រះបរមសាស្តាហ្នឹងទៅបំពេញសមណធម៌នៅក្នុងទីកន្លែងដ៏ស្ងាត់ហើយការដែលនិមន្តទៅហ្នឹងក៏មិនមែននិមន្តទៅមួយអង្គឯងដែរគឺទៅជាមួយនឹងភិក្ខុសង្ឃហ្នឹងចំនួន30ព្រះអង្គជាបរិវារព្រះថេរៈលោកមាននៅសេចក្តីព្យាយាមយ៉ាងក្រៃលែងបំផុតនៅក្នុងការប្រតិបត្តិនៅព្រះធម៌លោកបានតាំងចិត្តសច្ចាអធិដ្ឋានប្រណិធាននៅក្នុងចិត្តថាអាត្មាអញនឹងមិនសឹងទេបើមិនបានសម្រេចធម៌រហូតទៅតែ3ខែហ្នឹងក៏អាត្មាអញមិនសឹងដែរដោយសេចក្តីតាំងសច្ចាប្រណិធាននេះឯងដែលនៅក្នុងរដូវវស្សាផងនោះញោមបងរដូវវស្សាហ្នឹងគឺមានភ្លៀងពេលរបាច់ហើយក៏ការទៅធ្លាក់ភ្លៀងមកហ្នឹងក៏មាននៅជំងឺដង្កាត់អីផ្សេងថ្ងៃមួយហ្នឹងក៏រូបនៅក្នុងភ្នែក
របស់ប្រធេរៈហ្នឹងលោកបានកម្រើកឡើងហើយក៏ប្រធេរៈហ្នឹងលោកបានរកនៅពេទ្យហ្នឹងដើម្បីនឹងព្យាបាលនឹងព្យាបាលនៅភ្នែកហ្នឹងដែរពេលដែលគ្រូពេទ្យហ្នឹងបានមកជួយព្យាបាលរូបភ្នែកប្រគេនទៅដល់ប្រធេរៈអង្គនឹងហើយគឺព្រះចក្រវាឡថេហ្នឹងពេទ្យហ្នឹងត្រូវឲ្យលោកសឹងបន្តក់ថ្នាំភ្នែកហ្នឹងញោមបងសឹងបន្តក់ថ្នាំភ្នែកព្រោះថ្នាំភ្នែកកាលណាយើងអង្គុយបន្តក់ទៅវាអត់នៅជាប់ភ្នែកទេវាអត់បានផ្សះព្យាបាលទេដូច្នេះឲ្យលោកសឹងដើម្បីនឹងបន្តក់ថ្នាំភ្នែកហ្នឹងកុំឲ្យលោកនិមន្តគង់ធ្វើនៅសមាធិកម្មដ្ឋានហ្នឹងច្រើនម៉ោងពេកឲ្យលោកសឹងខ្លះដើម្បីនឹងបន្តក់ថ្នាំភ្នែកហ្នឹងញោមតែប្រធេរៈលោកមិនព្រមសឹងដែលលោកមាននៅការសិក្សាប្រណិធានតាំងពីដើមមកហ្នឹងថា3ខែហ្នឹងក៏លោកអត់សឹងទេរហូតដល់លោកសម្រេចធម៌តាមដែលគ្រូពេទ្យប្រាប់ហ្នឹងគឺគាត់គឺប្រធេរៈអង្គហ្នឹងលោកអត់ដែលធ្វើតាមសោះញោមណាបងអត់ដែលធ្វើតាមនឹងដូចជាបាបឬក៏បុព្វកម្មរបស់លោកដែរពេលនោះឯងញាតិញោមជាពុទ្ធបរិស័ទទាំងឡាយរោគនៅក្នុងភ្នែកហ្នឹងក៏រឹងរឹតតែរកម្មធ្ងន់ធ្ងរខ្លាំងឡើងហ្នឹងជារៀងរាល់ថ្ងៃហើយមិនយូរប្រហែលហ្នឹងភ្នែកទាំងគូរបស់ប្រធេរៈហ្នឹងក៏បានដល់នៅសេចក្តីបែកធ្លាយទៅញោមបងគឺខ្វាក់ងងឹតសូនឈឹងមើលអ្វីហ្នឹងក៏លែងឃើញទាំងអស់ញោមព្រមគ្នាជាមួយនឹងការងងឹតភ្នែករបស់ព្រះអង្គហ្នឹងក៏ព្រះអង្គបានសម្រេចធម៌ជាសភាវៈហើយក៏ក្លាយជាព្រះអរហន្តសុខវិបស្សកៈហ្នឹងបានសម្រេចនៅព្រះធម៌នៅក្នុងពេលដែលព្រះអង្គបានបែកធ្លាយនៅភ្នែកងងឹតភ្នែកហ្នឹងដំណើរគ្នានោះដែរលុះដល់ថ្ងៃបវារណាចេញព្រះវស្សាហើយព្រះចក្រវាឡថេបានចម្រើនពរលាពុទ្ធបរិស័ទញាតិញោមឧបាសកឧបាសិកាហ្នឹងដើម្បីនឹងតកល់ព្រះបរមសាស្តាដែលព្រះអង្គប្រថាប់នៅក្នុងវត្តចេតពុនមហាវិហារទៀបក្រុងសាវត្ថីនៅក្នុងរាត្រីនៃបច្ឆិមយាមក្រោយពេលដែលភ្លៀងនឹងរាំងតិចហើយហ្នឹងក៏ព្រះចក្រវាឡថេបាននិមន្តដើរចង្ក្រមទៅមកនឹងនៅក្នុងបរិវេណធម្មសាលាហ្នឹងហើយក៏បានជន់នៅសត្វមេភ្លៀងញោមស្គាល់ណាសត្វមេភ្លៀងបានជន់នៅសត្វមេភ្លៀងហ្នឹងស្លាប់អស់ជាច្រើនក្បាលព្រោះលោកមើលអត់ឃើញទេញោមបងលោកមើលអត់ឃើញដោយសារតែលោកងងឹតភ្នែកហើយក៏មិនមានចេតនាគិតនឹងធ្វើឲ្យសត្វមេភ្លៀងទាំងនោះនឹងស្លាប់ទេបងគឺមូលហេតុដែលលោកមើលមិនឃើញទើបលោកដើរជន់ណាដើរចង្ក្រមបងញាតិញោមធ្លាប់ដើរចង្ក្រមណានឹងប្រសងដើរចង្ក្រមតលពេលស្អែកឡើងពឹកពហៀមហ្នឹងស្រាប់តែមានអកន្តកៈភិក្ខុហ្នឹងហើយច្រើនព្រះអង្គហ្នឹងបាននិមន្តចូលមកមើលកន្លែងព្រះចក្រវាឡថេមកសួរសុខទុក្ខអីផងនោះហើយក៏បានឃើញសត្វមេភ្លៀងជាច្រើនស្លាប់ពីពេញទីកន្លែងចង្ក្រមរបស់ព្រះចក្រវាឡថេហ្នឹងក៏អកន្តកៈភិក្ខុគ្រប់ព្រះអង្គហ្នឹងក៏មាននៅសេចក្តីថ្មេះតេះដៀលដល់លោកដោយប្រការផ្សេងថ្មេះតេះដៀលហើយមិនត្រឹមតែថ្មេះតេះដៀលហ្នឹងក៏នាំយកនៅរឿងនេះទៅក្រាបបង្គំទូលថ្វាយទៅដល់ព្រះបរមសាស្តា
ឲ្យព្រះអង្គបានជ្រាបទៀតយល់មកព្រះបរមសាស្តាទ្រង់ត្រាស់បញ្យល់ដល់ភិក្ខុជាអកន្តកៈនោះថាមនាលភិក្ខុទាំងឡាយមរណចេតនាគឺចេតនាគិតនឹងសម្លាប់មិនមានសោះឡើយដល់ពធេរៈដែលជាព្រះអរហន្តជាប្រខៃណាស្របដូច្នេះអកន្តកៈភិក្ខុគ្រប់ព្រះអង្គនោះក៏ងើយឆ្ងល់ថាបើពិតព្រះអង្គដ៏ចម្រើនចុះព្រះចក្របាលថេរដែលលោកបានសម្រេចជាព្រះអរហន្តជាប្រខៃណាស្របហើយចុះហេតុអ្វីបានជាលោកត្រូវទទួលរងនៅការឈឺចាប់ដោយងងឹតភ្នែកជាដើមព្រះអង្គពេលហ្នឹងគឺព្រះបរមសាស្តាព្រះអង្គទ្រង់ប្រកាសសម្ដែងអំពីអតីតនិទានឬក៏បុព្វហេតុពីព្រោះហេតុដែលកើតនៅក្នុងបច្ចុប្បន្នហ្នឹងក៏សោយផលអំពីអតីតហេតុមកដែរដូច្នេះកាលពីអតីតកាលព្រះអង្គបានប្រកាសសម្ដែងថាព្រះចក្របាលថេរហ្នឹងធ្លាប់ធ្វើជាគ្រូពេទ្យព្យាបាលជំងឺភ្នែកញោមណាព្យាបាលជំងឺភ្នែកពេទ្យភ្នែកណាហ្នឹងហើយនិយាយស្រួលស្ដាប់ថាពេទ្យភ្នែកសម័យថ្ងៃមុននោះលោកគ្រូពេទ្យភ្នែកហ្នឹងបានទៅព្យាបាលភ្នែកដល់ស្ត្រីម្នាក់នៅឯទីជនបទស្ត្រីនោះបានសន្យាជាមួយនឹងគ្រូពេទ្យនឹងថាឲ្យតែលោកព្យាបាលឲ្យខ្ញុំជាអំពីជំងឺភ្នែកនេះឲ្យជាដូចដើមវិញទៅនាងខ្ញុំព្រមទាំងកូននឹងទៅធ្វើជាទាស័យអ្នកបម្រើរបស់លោកគ្រូគ្រូភ្នែកតែអញ្ចឹងគ្រូពេទ្យភ្នែកហ្នឹងក៏បានព្យាបាលភ្នែកដល់ស្ត្រីហ្នឹងឲ្យជាដូចដើមវិញក៏ប៉ុន្តែនាងនឹងអត់ចង់ទៅបម្រើដល់គ្រូពេទ្យហ្នឹងទេទើបបានជានាងនឹងវែងនិយាយកុហកថាគ្រូពេទ្យព្យាបាលភ្នែកខ្ញុំឥឡូវភ្នែកខ្ញុំអត់តាន់ជាទេមើលដូចមិនសូវឃើញណានៅឈឺនៅឡើយអញ្ចឹងបងដល់ពេលគ្រូពេទ្យនឹងបានដឹងថានាងនឹងនិយាយកុហកអញ្ចឹងហើយក៏មានចិត្តនឹងក្រោតខឹងយ៉ាងក្រៃលែងបងក្រោតខឹងហើយមានចេតនានឹងចង់ធ្វើឲ្យស្ត្រីនឹងវិនិច្ឆ័យនៅភ្នែកទាំងគូហ្នឹងទើបមកដល់ផ្ទះវិញហ្នឹងចាត់ចែងផ្សំថ្នាំពឹសយកទៅឲ្យនាងដែលជាស្ត្រីដែលព្យាបាលភ្នែកហ្នឹងយកទៅលាបក្រោយពីលាបថ្នាំពឹសហ្នឹងហើយមិនទៅញាតិញោមភ្នែកទាំងគូហ្នឹងក៏មើលលែងឃើញខ្វាក់ទាំងពីរទៅអញ្ចឹងដោយបាបកម្មដែលព្រះចក្របាលថេរបានធ្វើឲ្យស្ត្រីនឹងខ្វាក់ភ្នែកទាំងគូនឹងឯងដោយចេតនាតាំងអំពីអតីតជាតិមកហ្នឹងគឺត្រូវទទួលនៅបាបកម្មនោះវិញយ៉ាងកម្មពេលណាធ្វើវានឹងទទួលឯងញោមបងនៅពេលដែលទទួលបាបកម្មហ្នឹងយ៉ាងម៉េចញោមធ្វើឲ្យចក្របាលថេរនឹងឯងដល់នៅសេចក្តីបាត់បង់នៅភ្នែកទាំងគូគឺងងឹតភ្នែកស្របពេលដែលព្រះចក្របាលថេរនឹងបានសម្រេចនៅព្រះអរហន្តជាប្រខៃណាស្របទើបបាននៅក្នុងចុងនៃរឿងហ្នឹងគឺព្រះដ៏មានព្រះភិក្ខព្រះអង្គប្រកាសសម្ដែងជាគាថាលើកឡើងថាមនោពពាំងកមាធម្មាមនោសេដ្ឋាមនោមយាមេនសាចេបតុថេនៈភិសតិវាករោតិវាតតោណੰទុក្ខមនវេតិចកੰវៈវៈហតោបទាំង
nhớ cứ miên dịch đây thà tho từng lái miền chất chia bậc thiền đó tho từng lái miền chất chia bậc thiền miền chất bậc sao bẩm phật sầm rạch một bẩm pì chất bao bậc côn miền chất trâu tô xạ bậc tu sài hỡi tu bay để gì cái đây thừa cái đây có rầm bên ba nữa sẽ cái đây ở cọ đài pru ẩm pơ ở cọ nút ai sẽ cái đây tục rầm bên đinh chọp tam trôi bực cổ nụ đôi chỉ con rồi tê vơ tam trường cố đá ô nâm rồi tê dáng đôi cho nó ai để cho nên hà cam nó cứ bia rầm bên nâng chọp đứt đam tàu chỉ mùi nâng dương nó sọc triệt để xa tại dương bàn và bớt nữa bà cam nắng cứ bia đôi chia con rồi tê đều vơ tam trường cổ chứ dịch nhôm mất bỏ nè này được cho nên dịch nhôm cụ tại miền nữ sẽ cái đây kha chấm pua nữ bà bật thô từng lái đôi chỉ cả nó không nông rừng đấy miền sầm đai nhầm bị tổ xã một lịch chật chỉ đào để cả để dương miền ở tổ xã một lịch chật ní có thưa ở dương để dây thưa nó có tranh nó sẽ cái đây ở cọ năng màu đôi cùng hận luôn ấy nó đôi tôi giang đôi chỉ miền cả sầm đai tệ tình từ chỉ mùi nửa rướng bre chả có ba là thầy này ấy được chưa nè xôm nhiệt nhôm chụp bút tập bò để xa từng go chỉ là là nâng sẽ đạp nâng một từ này giờ chia cái tệ bị trả ná nâng sạch rương nâng kia tha mòประมาณ vấn đề xôm nhiệt nhôm chỉ là nâng một từ này